សម្រាប់ថ្ងៃនេះខ្ញុំមកធ្វើញ៉ាំមីសួរជាមួយគ្រឿងសមុទ្រហើយគ្រឿងផ្សំរបស់យើងមានជីមានស្ពៃក្តោបមានការ៉ុតអីចឹងណាក្រូចឆ្មានិយាយទៅដាក់តាមចំណង់ចំណូលចិត្តបងប្អូនត្រូវការដាក់បន្លែយើងមានពីមុខចឹងណាហើយបន្ទាប់មកទៀតយើងយកបន្លែយកមកលាងឲ្យស្អាតចឹងមកនេះខ្ញុំលាងច្រើនទឹកណាតែយើងថតកាត់ចឹងទៅហើយបកាខ្ញុំមានដូចជា2-3ខាំចឹងណាយើងដាក់មកល្មមចឹងទៅដោយសារយើងញ៉ាំសួរតែពីកញ្ចប់អញ្ចឹងខ្ញុំដាក់តែល្មមទេហើយបន្តមកទៀតខ្ញុំយកបកាហ្នឹងយកទៅយើងចាប់ផ្ដើមសម្អាតវាបកសបកបកអេស្អាតអញ្ចឹងណាហើយលាង 3-4 ទឹកទៅហើយនេះគ្រឿងផ្សំរបស់យើងបានលាងទុករួចហើយមកសួរខ្ញុំយកតែ2ដុំឯង2ដុំនេះរៀងមុំដែរអញ្ចឹងណានិយាយទៅញ៉ាំនេះមួយចានណាមួយចានអត់ធំទេមកចានពងកាពើរៀងទូចដែរអញ្ចឹងហើយស្ពៃក្តាប់យើងហាន់ជាប្រទេសតូចចឹងអានេះយើងដាក់ស្ពៃក្តោបពណ៌សក៏បានដែរតែខ្ញុំដាក់ពណ៌ស្វាយចឹងទៅវារៀងពណ៌វារៀងស្អាតចឹងណាហើយចិត្តខ្ទឹមចិត្តអីចឹងទៅយើងហាន់ជាប្រទេសស្ដាងចឹងមកហើយបន្តមកទៀតយើងចាប់ផ្ដើមមកហាន់ជីម្ដងអានេះជីអាណាខ្ញុំដាក់រៀងច្រើនដែរហើយបន្តមកទៀតយើងហាន់ការ៉ុតខ្ញុំយកតាបន្តិចទេដោយសារតែវាបន្លែរៀងច្រើនដែរយើងញ៉ាំរៀងបន្តិចដែរអញ្ចឹងណាអញ្ចឹងខ្ញុំយកការ៉ុតទៅល្មមអញ្ចឹងណាហាន់ជាចំណិតតូចហើយបន្តមកទៀតយើងចាប់ផ្ដើមមកដាំទឹកស្រស់ម្សៅខ្ញុំដាក់2ដុំហើយយើងស្រស់មកល្មមទន់មកឲ្យរៀងទន់បន្តិចមកมันវាឆ្ងាញ់តែយើងស្រស់អត់សូវទន់អត់ឆ្ងាញ់អញ្ចឹងដាក់ឲ្យទន់មកអានេះយើងទុកមួយផ្លែអញ្ចឹងវាទន់ហើយបន្ទាប់ពីទន់ហើយខ្ញុំស្រង់វាចេញណាស្រង់ហើយខ្ញុំដាក់លាងទឹកម្សៅទៀតដោយសារកុំឲ្យវាស្អិតណាពេលយើងដាក់អត់លាងទៅវាស្អិតអញ្ចឹងខ្ញុំដាក់លាងទឹកម្សៅទៀតមកឲ្យវាត្រជាក់បន្ទាប់មកទៀតយើងកាត់ខ្លះអញ្ចឹងណាកុំឲ្យវាវែងពេកមិញស្រង់មកវែងពេកអញ្ចឹងកាត់ពាក់កណ្ដាលអញ្ចឹងណាហើយនេះទឹកត្រីនេះខ្ញុំនៅសល់ក្នុងទូអញ្ចឹងខ្ញុំអត់ហត់ធ្វើទឹកត្រីអញ្ចឹងយកអាទឹកត្រីហ្នឹងយកមកញ៉ាំហ្មងទៅបើសិនជាបងប្អូនអត់សូវចូលចិត្តម្ទេសដាក់បន្តិចទៅបានហើយប៉ុន្តែញ៉ាំនេះគេធ្វើរបៀបប្រៃផ្អែមជូរហឹលប្រៃផ្អែមអញ្ចឹងយើងដាក់ឲ្យច្រើនបន្តិចមកហើយបន្តមកទៀតយើងដាក់បន្លែដែលបានរៀបចំមុននឹងចូលទាំងអស់មកហើយយើងចាប់ដើមច្បាច់វាមកសន្ទុះមកវាចូលជាតិល្អតែប៉ុណ្ណឹងរួចជាការស្រេចទេបានមកហូបមួយមុខយ៉ាងឆ្ងាញ់ហើយអស់លុយតិចមែនតើហ្មងនិយាយទៅញោមនេះបើបងប្អូនមានរបៀបប៉ាត់តេអីដាក់រត់តែឆ្ងាញ់ទៀតហ្មងប៉ុន្តែខ្ញុំអត់មានខ្ញុំដាក់តែប៉ុណ្្នឹងទៅប៉ាត់តេឬប្រហិតអីចឹងទៅហើយឥឡូវភ្លក់មើលស្ទើរក្រូចឆ្មាអញ្ចឹងខ្ញុំបន្ថែមក្រូចឆ្មា2ផ្លែទៀតឲ្យវារៀងជូរជ្រះល្អអញ្ចឹងណាដោយសារតែខ្ញុំចូលចិត្តជូរអញ្ចឹងឲ្យខ្ញុំបន្ថែមតិចទៀតអញ្ចឹងទៅហើយនេះយើងច្បល់តាមផ្លែទៅរួចជាការស្រេចបន្តមកទៀតថែមតែបកាចុងក្រោយគេមកកូតិចបានហើយបកាហ្នឹងខ្ញុំស្រស់ដែរតែខ្ញុំអត់បានថតឲ្យមើលទេយើងស្រស់តាមផ្លែអញ្ចឹងណានេះញោមយើងបានរួចរាល់យកទៅបន្លែបើបន្លែមាននៅក្នុងទូក្នុងអីអត់សូវចោះលុយទេបងប្អូនទាំងអស់គ្នាអាចធ្វើញ៉ាំបានងាយស្រួលហើយយើងធ្វើខ្លួនយើងមានអនាម័យល្អទៀត